សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងអូតូនិយមស្តីអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី9 ខែកុម្ភៈឆ្នាំ2026របបខ្យល់មូសុងដែលបក់លើសមុទ្រចិនខាងត្បូងអាងទន្លេមេគង្គនិងសមុទ្រកម្ពុជាមានឥទ្ធិពលលើព្រះរាជាណាចក្រកម្ពុជាស្ថានភាពបែបនេះនឹងធ្វើឲ្យអាកាសធាតុនៅព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃទី9ដល់ថ្ងៃទី11ខែកុម្ភៈឆ្នាំ2026នៅតំបន់វាលទំនាបសីតុណ្ហភាពមធ្យមអបបរមា20អង្សាសេនិងសីតុណ្ហភាពមធ្យមអតិបរមា34អង្សាសេខ្យល់បក់មកពីទិសឦសាននិងទិសបូព៌ាមានល្បឿនមធ្យម2ម៉ែត្រក្នុង1វិនាទីមានខេត្តបន្ទាយមានជ័យបាត់ដំបងសៀមរាបពោធិ៍សាត់កំពង់ឆ្នាំងកំពង់ធំកំពង់ចាមត្បូងឃ្មុំព្រៃវែងកណ្ដាលស្វាយរៀងតាកែវនិងភ្នំពេញពុំមានភ្លៀងធ្លាក់ទេដែលឡែកនៅតំបន់ខ្ពង់រាបសីតុណ្ហភាពមធ្យមអបបរមា21អង្សាសេនិងសីតុណ្ហភាពមធ្យមអតិបរមា33អង្សាសេខ្យល់បក់មកពីទិសឧត្តរនិងទិសឦសានមានល្បឿនមធ្យម3ម៉ែត្រក្នុង1វិនាទីមានខេត្តឧត្តរមានជ័យប៉ៃលិនកំពង់ស្ពឺព្រះវិហារក្រចេះរតនគិរីមណ្ឌលគិរីស្ទឹងត្រែងតំបន់ជួរភ្នំក្រវាញនិងជួរភ្នំដងរែកពុំមានភ្លៀងធ្លាក់ទេរីឯនៅតំបន់មាត់សមុទ្រសីតុណ្ហភាពមធ្យមអបបរមា22អង្សាសេនិងសីតុណ្ហភាពមធ្យមអតិបរមា34អង្សាសេខ្យល់បក់មកពីទិសនិរតីនិងទិសអាគ្នេយ៍មានល្បឿនមធ្យម5ម៉ែត្រក្នុង1វិនាទីមានខេត្តកោះកុងព្រះសីហនុកំពតកែបនិងជួរភ្នំបូកគោពុំមានភ្លៀងធ្លាក់ទេរលកសមុទ្រមានកម្ពស់មធ្យមអបបរមាកន្លះម៉ែត្រនិងកម្ពស់មធ្យមអតិបរមា1ម៉ែត្រអាស្រ័យដូចបានជម្រាបជូនខាងលើសូមសាធារណជនទទួលជ្រាបជាព័ត៌មាន